បាទបន្ទាប់ពីយើងដំបូងយើងជជែកគ្នាភាសាគ្នាដើម្បីបង្កើនកម្មវិធីបាល់ទាត់សប្បុរសធម៌នេះឥឡូវហ្នឹងយើងដល់ដំណាក់កាលនៃការប្រមូលផ្ដុំកីឡាករដើម្បីវឹកហាត់ហើយកីឡាករមកបានតែមួយចំនួនដោយសារតែមួយចំនួនទៀតគាត់ជាប់រវល់វឹកហាត់នៅតាមក្លឹបតែចាត់ទុកថានេះជាឱកាសមួយសម្រាប់ការជួបជុំនៅក្នុងការវឹកហាត់ថ្ងៃដំបូងហើយសម្រាប់ការចូលរួមនេះគឺទី1ជាសន្តានចិត្តរបស់កីឡាករគ្រប់គ្នាដែលគាត់ចំណាយពេលវេលារបស់គាត់ចំណាយការវឹកហាត់បញ្ចេញញើសសម្រាប់បាល់ទាត់មួយដែលមានឈ្មោះថាបាល់ទាត់សប្បុរសធម៌អញ្ចឹងពួកគាត់ទាំងអស់គ្នាសប្បាយរីករាយទាំងអស់គ្នាក្នុងការចូលរួមវឹកហាត់និងត្រៀមខ្លួនដើម្បីប្រកួតហើយមានផលបាក់ខ្លះពីព្រោះការរៀបចំក្រុមខ្ញុំគិតថាយើងគិតថាបើសម្រាប់ក្រុមបាល់ទាត់យើងត្រូវការជួបជុំគ្នាប៉ុន្តែដោយសារតែនេះมันមានការប្រកួតប្រជែងខ្លាំងក្លាអញ្ចឹងទៅគឺកីឡាករគាត់មានភារកិច្ចនៅតាមក្លឹបទៀតអញ្ចឹងយើងត្រូវក៏យោគយល់គ្នាទៅវិញទៅមកដែរដោយសារតែអ្នកដែលមិនរវល់គឺគាត់បានចូលរួមវឹកហាត់ជាមួយយើងអញ្ចឹងអត់អីទេសម្រាប់ចំនួនកីឡាករដែលមកវឹកហាត់ទាំងអស់នេះគ្រូមានសំណុំពរអីខ្លះទេចំពោះថ្ងៃទី27ខាងមុខពួកអ្នកគាំទ្រអីឲ្យគាត់មកចូលរួមច្រើនអីបាទជាការនេះខ្ញុំបាទសំណុំពរដល់បងប្អូនដែលស្នេហាវិស័យកីឡាបាល់ទាត់ដូចជាអ្នកគាំទ្របាល់ទាត់ហើយជាពិសេសនេះគឺជាឱកាសមួយដែលល្អបំផុតនៅពេលដែលយើងបានឃើញកីឡាករបាល់ទាត់ចូលរួមในសកម្មភាពសង្គមព្រោះថាការប្រកួតបាល់ទាត់សប្បុរសធម៌នេះគឺយើងធ្វើឡើងដើម្បីសង្គមហើយជាពិសេសគឺចង់ឲ្យក្មេងៗគាត់បានឃើញអំពី Superstar Idol របស់គាត់ในការប្រកួតដែលមិនមែនលេងដើម្បីប្រាក់ចំណូលដើម្បីផលចំណេញអីទេប៉ុន្តែលេងតែចេញពីចិត្តដើម្បីយកថវិកាទាំងអស់នោះទៅចែកម្លែកដល់ក្មេងៗហេតុនេះហើយសូមឲ្យបងប្អូនអ្នកគាំទ្រទាំងអស់បាទចូលរួមទាំងអស់គ្នាដើម្បីបាល់ទាត់យើងដើម្បី